បងប្អូនទាំងអស់គ្នាខ្ញុំដុកទ័រវីណាថ្ងៃនេះខ្ញុំចង់និយាយពាក់ព័ន្ធជាមួយនឹងរឿងអាឡែស៊ីតែតែខ្ញុំឃើញបងស្រីម្នាក់គាត់បង្ហោះថាកូនរបស់គាត់ហ្នឹងធ្វើតែអាឡែស៊ីហើយគឺឃើញមានអាឡែស៊ីរហូតដល់11មុខហើយក្នុងហ្នឹងក៏មានបាយអង្គដែរខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាគឺយល់ថាតើនៅពេលដែលយើងតេស្តអាឡែស៊ីហ្នឹងយកលទ្ធផលមកយើងអាចបកស្រាយរបៀបម៉េចហើយជំហានបន្ទាប់យើងគួរធ្វើរបៀបម៉េចដោយសារតែការដែលយើងស្វែងរកថាបុគ្គលណាម្នាក់គាត់មានអាឡែស៊ីជាមួយរបស់អីមួយគឺពេលខ្លះយើងធ្វើតែការតេស្តឈាមមួយមុខគឺអត់គ្រប់គ្រាន់ទេយើងអាចធ្វើការតេស្តតាមឈាមគឺយើងអាចធ្វើការតេស្តតាមស្បែកហើយយើងអាចធ្វើមួយទៀតគេហៅថា food challenge ហ្នឹងបានន័យថាគេឲ្យគាត់ញ៉ាំជាមួយនឹងរបស់អីមួយហើយនៅក្រោមការគ្រប់គ្រងនិងមើលរបស់គ្រូពេទ្យតើគាត់មានរោគសញ្ញាឬក៏អត់ហ្នឹងគឺយើងប្រើនៅពេលដែលយើងសង្ស័យថាក្មេងណាម្នាក់ឬក៏បុគ្គលណាម្នាក់គាត់អាឡែស៊ីជាមួយចំណីអាហារអីមួយប៉ុន្តែធ្វើនៅផ្ទះខ្លួនឯងអត់បានទេគឺតតែធ្វើនៅកន្លែងមន្ទីរពេទ្យឬក៏ center អាឡែស៊ីរបស់គេហើយខ្ញុំនិយាយពាក់ព័ន្ធរឿងក្មេងដែលគាត់អាឡែស៊ី11មុខនៅពេលដែលបានលទ្ធផលអាឡែស៊ីបងប្អូនជាឪពុកម្ដាយគឺកុំតាន់ភ័យអីដែលបងប្អូនត្រូវដឹងគឺទី1ត្រូវទុកចិត្តអាលទ្ធផលឈាមហ្នឹងខ្ញុំឲ្យទុកចិត្តថា70ទៅ80%ទៅបានហើយបងប្អូនត្រូវទុកចន្លោះ20ទៅ30%ទៀតដើម្បីឲ្យគ្រូពេទ្យយកតេស្តផ្សេងទៀតយកមកផ្គូផ្គងដើម្បីសម្រេចថាតើក្មេងហ្នឹងក៏អាឡែស៊ីជាមួយហ្នឹងមែនឬក៏អត់ហើយតេស្តដែលគ្រូពេទ្យគាត់នឹងយកមកផ្គូផ្គងហ្នឹងគឺគេអាចធ្វើ skin test ដោយសារតែ skin test តេស្តនៅលើស្បែកគេចាក់អា allergen ឬក៏របស់ដែលគាត់អាឡែស៊ីជាមួយហ្នឹងមិនតិចចូលនៅក្នុងស្បែករបស់គាត់ឆ្កឹះហើយមើលថាមានប្រតិកម្មឬក៏អត់អាហ្នឹងគឺវា sensitive ឬក៏វាច្បាស់ការជាងពពួកតេស្តទៅតាមឈាមចំណុចមួយទៀតដែលបងប្អូនត្រូវដឹងគឺកម្រិតអាឡែស៊ីដូចករណីបងអូនអញ្ចឹងគឺគាត់បង្ហាញម៉ាក់គាត់បង្ហាញលទ្ធផលមកហ្នឹងគឺខ្ញុំមើលបានបន្តិចដែរតែខ្ញុំអត់បាន save ណាគាត់អាឡែស៊ីជាមួយកហ្នឹងគឺកម្រិត1គេហៅថា class 1អញ្ចឹងការដែលគាត់អាឡែស៊ី class 1ហ្នឹងគឺពេលខ្លះគាត់ញ៉ាំទៅអាចនៅពេលដែលគាត់ញ៉ាំក្នុងបរិមាណតិចតួចគឺអត់ចេញរោគសញ្ញាទេដោយសារតែអាកម្រិតនៃគាត់អាឡែស៊ីហ្នឹងគឺវានៅទាបអញ្ចឹងបុគ្គលម្នាក់ហ្នឹងគឺអ្វីដែលគាត់ត្រូវធ្វើបន្ទាប់មិនមែនជា skin test ទេគឺគាត់ត្រូវធ្វើ food challenge គឺបានន័យថាគ្រូពេទ្យឲ្យគាត់នៅក្នុងបន្ទប់មួយនៅ center អាឡែស៊ីគេហ្នឹងគេអង្គុយហើយគឺគេឲ្យអង្គគាត់ឬក៏បាយគាត់ញ៉ាំបន្តិចហើយគេថ្លឹងអញ្ចឹងគេវាស់ថាតើក្មេងម្នាក់ហ្នឹងគឺគាត់អាចញ៉ាំបាយញ៉ាំហ្នឹងបានកម្រិតប៉ុណ្ណាបានរោគសញ្ញាគាត់ចាប់ផ្ដើមចេញអញ្ចឹងគេដល់ពេលចុងក្រោយគឺគេនឹងប្រាប់ដល់ម្ដាយគេថាអូខេក្មេងហ្នឹងគឺគាត់អាចញ៉ាំមួយចានក្មេងហ្នឹងគឺគាត់អាចញ៉ាំទៅត្រឹមប៉ុណ្ណេះខាំទេអញ្ចឹងប្រសិនបើចង់ឲ្យកូនញ៉ាំគឺញ៉ាំប៉ុណ្ណេះទៅអាហ្នឹងបានចេញរោគសញ្ញាបើញ៉ាំលើសហ្នឹងញ៉ាំប៉ុណ្ណេះទៅអត់ចេញរោគសញ្ញាទេបើញ៉ាំលើសហ្នឹងបានចេញរោគសញ្ញាដូចជាការរាកដូចជាការឡើងកទួលឡើងក្រហមអីលើស្បែកអញ្ចឹងអីដែលខ្ញុំចង់និយាយគឺការដែលយើងធ្វើរោគវិនិច្ឆ័យពាក់ព័ន្ធជាមួយនឹងរឿងអាឡែស៊ីគឺវាមាននៅជំហានបន្តទៀតលើសពីការដែលយើងបូមឈាមក្មេងម្នាក់ឬក៏បុគ្គលម្នាក់ហ្នឹងទៅមើលហើយឃើញថាអាឡែស៊ីជាមួយអីគឺយើងសន្និដ្ឋានថាអាឡែស៊ីជាមួយហ្នឹងហើយយើងចាប់ផ្ដើមជៀសរឿងហ្នឹងគឺយើងធ្វើបានប៉ុន្តែសួរថាតើយើងដាក់រោគវិនិច្ឆ័យឬក៏យើងដោះស្រាយមិនដាច់ទៅលើករណីហ្នឹងបានគ្រប់គ្រាន់អត់គឺអត់ទាន់គ្រប់គ្រាន់ទេប្រសិនបើយើងទៅ specialist ទៅខាងឯកទេសគេអាឡែស៊ីគឺគេមានជំហានប្រមាណដែលត្រូវធ្វើហើយបើនិយាយពីរបៀបដែលគាត់ត្រូវជៀសឬក៏គាត់ត្រូវតមហ្នឹងគឺមានកម្រិតនិងរបៀបនៃការតមរបស់គេហើយជំហានចុងក្រោយប្រសិនបើក្មេងម្នាក់ហ្នឹងក៏អាឡែស៊ីជាមួយនឹងរបស់ច្រើនមុខខ្លាំងមែនទែនគឺគាត់អាចគិតពាក់ព័ន្ធនឹងគេហៅថា immunotherapy ហ្នឹងគឺគេព្យាបាលឬក៏គេធ្វើឲ្យខ្លួនរបស់គាត់ហ្នឹងស៊ាំជាមួយនឹង allergen ណាមួយរបស់ដែលគាត់អាឡែស៊ីហ្នឹងណាធ្វើមិនឲ្យគាត់ញ៉ាំបានតិចតួចបន្តិចម្ដងគឺគាត់អាចស៊ាំជាមួយនឹងរបស់ហ្នឹងក្នុងរយៈពេល1ឆ្នាំកន្លះ2ឆ្នាំឬក៏3ឆ្នាំអញ្ចឹងទៅអាហ្នឹងវិធីសាស្ត្រនៃការព្យាបាលប៉ុន្តែសួរថាជាដាច់អត់គឺអត់ជាដាច់ទេគ្រាន់តែជារបៀបដែលគេអាចគ្រប់គ្រងរឿងប្រតិកម្មឬក៏រឿងអាឡែស៊ីរបស់ក្មេងនឹងបានអញ្ចឹងថ្ងៃនេះខ្ញុំចង់ចែកម្លែកប៉ុណ្ណឹងពាក់ព័ន្ធជាមួយនឹងរឿងតេស្តអាឡែស៊ីដើម្បីកុំឲ្យមហាជនទាំងអស់គ្នានៅពេលដែលគាត់ឃើញអញ្ចឹងហើយគាត់ភ័យគាត់បារម្ភហើយប្រសិនបើវីដេអូនេះបានទៅដល់ម៉ាក់របស់អូនដែលគាត់មានអាឡែស៊ី11មុខហ្នឹងខ្ញុំណែនាំថាបងគួរទៅរកការប្រឹក្សានិងការធ្វើតេស្តបន្ថែមមួយចំនួនដើម្បីបងដឹងថាតើបន្តទៅមុខទៀតបងត្រូវធ្វើយ៉ាងម៉េចជាមួយនឹងកូនរបស់បងអូខេថ្ងៃនេះចង់ចែកម្លែកប៉ុណ្ណឹងទេអញ្ចឹងជូនពរឆ្នាំថ្មីទាំងអស់គ្នាអរគុណច្រើនបាយបាយ